សម្រាប់បងប្អូនដែលគាត់បង្កើត page មកច្រើនបងប្អូនចង់ប្រទេស page តើឲ្យកូនឬក៏ឪពុកម្ដាយប្រើអញ្ចឹងបងប្អូនអាចប្រទេសបានជាដំបូងបងប្អូនចូលមកកាន់ Facebook iPhone គឺនៅខាងក្រោមបងណាបងប្អូនចុចលើសញ្ញាត្រេ3នេះជា account Facebook របស់យើងបងណាវាជាម្ដងទៀតជា account Facebook ឥឡូវបងប្អូនចង់ប្រទេស page មួយណាឥឡូវខ្ញុំចង់ប្រទេស page មួយនេះឧបមាបងប្អូនមើលរួចហើយបងប្អូនចុចលើសញ្ញា QQ ហ្នឹងយើងបដូរជាតម្រង់ page ឥឡូវយើងមកដល់ page ហើយ page នេះគឺយើងចង់ផ្ទេរដល់បងប្អូនយើងកាន់កាប់ដល់ set ឲ្យគាត់ប្រើអញ្ចឹងណាហើយបងប្អូនចុចមកកន្លែងសញ្ញាត្រី3ពឹបរួចហើយបងប្អូនអូសឡើងលើបងប្អូនណាបងប្អូនមករកពាក្យថា setting នេះកន្លែងកងចាក់ហ្នឹងចុចដល់ហើយបងប្អូនចុចលើសញ្ញារំលើ setting ដដែលហ្នឹងចុចពឹបដល់តម្រងនេះបងប្អូនអូសមករកសញ្ញាទង់ជាតិនេះចុចមកលើនឹងមកពឹបមកអូខេម្ដងនេះបងប្អូនចុចមើលកន្លែងសញ្ញាកូនសោអង់គ្លេសចេះទៅបងប្អូនណាចុចពឹបមកដល់ទីនេះយើងមានអានេះជា account admin យើងដែលយើងកាន់ page ហ្នឹងណាបងហ្នឹងហើយជា account admin កាន់ page แล้วបងប្អូនចុចសញ្ញាខាងលើ click ខៀវនឹងមកដើម្បីយើងទៅវាយឈ្មោះ search ឈ្មោះរួចហើយបងប្អូនចុចសញ្ញាបន្តទៅមកនៅខាងក្រោមនេះពើខៀវហ្នឹងអូខេចុចពឹបនេះហើយបងប្អូនទៅ search ឈ្មោះមកឈ្មោះដែលបងប្អូនចង់ឲ្យកាន់កាប់ page អញ្ចឹងណាឥឡូវបងប្អូន search ឈ្មោះមកឥឡូវខ្ញុំសូម search ឈ្មោះរបស់ខ្ញុំឧបមាបងប្អូនអញ្ចឹងណាស្វែងឈ្មោះរបស់ខ្ញុំសិនព្រោះខ្ញុំចង់ឲ្យ Facebook មួយហ្នឹងកាន់កាប់ page របស់ខ្ញុំអញ្ចឹងណា account មួយហ្នឹងណាបាទឥឡូវខ្ញុំចេញឈ្មោះរបស់ខ្ញុំហើយមកចុចលើឈ្មោះនឹងពឹបមកហើយមកដល់កន្លែងនេះគេសួរយើងអញ្ចឹងបងប្អូនមានសិទ្ធិថាម៉េចបើបងប្អូនចុចសញ្ញាបើកនេះមានន័យថាភាគីម្ខាងទៀតហ្នឹងគឺមានន័យថាយ៉ាងម៉េចគឺគេមានន័យថាបើយើងបើកកន្លែងហ្នឹងគឺភាគីម្ខាងទៀតគឺគេមានសិទ្ធិលុប page របស់យើងចោលបានបើបងប្អូនអត់បើកទេភាគីម្ខាងទៀតមានសិទ្ធិតែគ្រប់គ្រងហើយនឹងការផុសឲ្យយើងទេតែក៏អត់មានសិទ្ធិលុបបានទេបើបងប្អូនត្រួតពិនិត្យរួចហើយបងប្អូនចង់ឲ្យភាគីទៀតកាន់កាប់ page របស់យើងបងប្អូនបើកមកចឹងអានឹងដូចជា account admin របស់យើងចឹងអានឹងយើងផ្ដល់សិទ្ធិពេញទីហ្មងចឹងណាបងប្អូនអរគ្នាបើបងប្អូនបើកណាបងប្អូនបិទគាត់អត់មានសិទ្ធិក្នុងការលុប page របស់យើងទេគាត់មានសិទ្ធិផុសឲ្យទេចឹងណាបងប្អូនបើកហើយបងប្អូនយកប្រូមកក៏ចុចសញ្ញាគ្រីសមកដល់កន្លែងនេះជាចំណុចសំខាន់ដែលបងប្អូនមិនអាចភ្លេចបានគឺលេខកូដ account admin របស់យើងដែលយើងកាន់ page មួយហ្នឹងបងប្អូនវាយបញ្ចូលមកឥឡូវខ្ញុំសូមវាយបញ្ចូលខ្ញុំសូមបាំងបន្តិចបងហ្នឹងហើយសូមបាំងលេខកូដបន្តិចហើយអញ្ចឹងណាខ្ញុំសូមវាយលេខកូដរបស់ខ្ញុំបញ្ចូលសិនសូមវាយលេខកូដទាំងបងប្អូនណារងចាំសិនហ្នឹងហើយអានេះខ្ញុំធ្វើល្អនេះយើងបកគលសិទ្ធណាយើងបកគលសិទ្ធឲ្យភាគីមកខាងទៀតកាន់កាប់ក៏មានសិទ្ធទាំងលុបមានសិទ្ធទាំងផុសអញ្ចឹងណាដូចខ្ញុំបញ្ជាក់ពីមុនអញ្ចឹងណាបើបងប្អូនអត់ចុចសញ្ញាគ្រីសបើកទេគឺមានន័យថាភាគីមកខាងទៀតគឺមានន័យថាកាន់កាប់បានតែផុសរូបទេផុសវីដេអូទេអញ្ចឹងមកដល់ទីនេះគឺយើងបាន account admin កាន់កាប់ page ទាំងពីរហើយសងខាងហើយអានឹងជាដូចជាដៃគូសហការហើយខាងក្រោមនេះគឺគេបញ្ជាក់យ៉ាងថារយៈពេល31ថ្ងៃហ្នឹងគឺគេបើកសិទ្ធឲ្យ account ភាគីម្ខាងទៀតមានសិទ្ធទទួល page យើងត្រឹមតែ31ថ្ងៃទេឥឡូវបងប្អូនចូលទៅកាន់ទូរស័ព្ទមួយទៀតដល់ទីនេះបងប្អូនចូលមកកាន់ Facebook របស់យើងដើម្បីយើងទៅទួល page ដែលយើងចង់ផ្ទេរទៅឲ្យប្រើណាឥឡូវបងប្អូនចូលមកដល់ account របស់យើងហើយរួចហើយបងប្អូនចូលមកកាន់បងប្អូននេះឈ្មោះនេះហើយដែលផ្ទេរ page មកឲ្យយើងប្រើប្រាស់បងប្អូនចុចមកដល់ហ្នឹងមកដល់នេះបងប្អូនត្រឡឹងមកខាងក្រោមគេឲ្យយើងត្រួតពិនិត្យមើលឯកសារម្ដងទៀតបងប្អូនណាហ្នឹងហើយយើងចុចមកតាមការណែនាំរបស់គេបងប្អូនចុចបន្តទៀតមករួចហើយបងប្អូនចុចបន្តទៀតសញ្ញាខៀវហ្នឹងបងប្អូនណាហ្នឹងហើយជាអក្សរខ្មែរបងប្អូនអាចអានបានណាហ្នឹងហើយខ្ញុំបញ្យល់ទូរម្ដងនេះបងប្អូនឲ្យអានពាក្យណែនាំរួចហើយបងប្អូនអាចដូរទៅជាតម្រង់ page បានបងប្អូនយកព្រមហើយបងប្អូនចុចលើសញ្ញាខៀវហ្នឹងមកនេះហើយវាបដូរជាតម្រង់ជា page ណាបងប្អូនណាហ្នឹងហើយជា page នេះហើយជា page ដែលយើងខាងអញ្ចឹង account Pro V នេះគឺបានទទួល page នេះប្រើប្រាស់ហើយ
យើងបានព្រមព្រៀងគ្នាហើយបងប្អូនណាហ្នឹងហើយឥឡូវយើងបាន page មកហើយអញ្ចឹងណាអញ្ចឹងបងប្អូនចង់ដឹង page យើងបានមកអត់បងប្អូនចូលមកកាន់ track 3មកនេះគឺ page នេះបងប្អូនណានេះ page ដែលយើងផ្ទេរខាងភាគីមកទៀតមកខាងទៀតគេផ្ទេរមកឲ្យយើងណាមកឲ្យយើងនេះគឺ account មួយនេះឥឡូវបងប្អូនចង់ដឹងថា page នៅតាណាអញ្ចឹងណា page នេះគឺនៅត្រង់នេះបងប្អូនចុចលើកន្លែងសញ្ញា track 3បងប្អូននឹងឃើញ page មួយហ្នឹងហើយនេះយើងបានកាន់កាប់ហើយនេះគឺ page រូបផ្កាហ្នឹងអញ្ចឹងណាអញ្ចឹងវីដេអូពីរបៀបយើងផ្លាស់ប្ដូរ account admin ប្ដូរ page គឺមានតែប៉ុណ្្នឹងបងប្អូនណាហ្នឹងអរគុណជម្រាបលា